បងប្អូនដែលជាបេក្ខជនសម្រាប់ការត្រៀមប្រឡងបាទក្នុងឆ្នាំថ្មី2026ណាបាទអញ្ចឹងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទគឺនៅខែក្រោយនេះគឺខែសីហាណាថ្ងៃទី10ខែសីហានេះពេលខាងមុខនេះអញ្ចឹងគូសូមធ្វើការចែករំលែកវីដេអូមួយគឺពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិរបស់អ្នកប្រឡងឬក៏បេក្ខជនប្រឡងទី12ណាអញ្ចឹងបេក្ខជនប្រឡងទី12អញ្ចឹងតើបេក្ខជនត្រូវត្រៀមលក្ខណៈដូចម្ដេចក្នុងថ្ងៃប្រឡងណាអញ្ចឹងលោកគ្រូសូមចែករំលែកចំណុចខ្លះៗដើម្បីឲ្យបងប្អូនក៏ដូចជាអ្នកប្រឡងទី12ក្នុងខែខាងមុខនេះណាតើយើងត្រូវត្រៀមលក្ខណៈខ្លះណាចាអញ្ចឹងកុំឲ្យខាតពេលលោកគ្រូសូមបង្ហាញជូនដូចតទៅបាទអញ្ចឹងទី1បេក្ខជនត្រូវមានលក្ខណៈសម្បត្តិផ្នែកចំណេះដឹងគឺផ្ដោតទៅលើការរៀនសូត្រណាអញ្ចឹងតើចំណុចលក្ខណៈសម្បត្តិផ្នែកចំណេះដឹងហ្នឹងតើមានអីខ្លះអញ្ចឹងទី1គឺក្តោបក្តាប់មេរៀនមានន័យថាសិស្សត្រូវយល់ច្បាស់ពីទ្រឹស្ដីរូបមន្តនិងនិយមន័យសំខាន់នៃគ្រប់មុខវិជ្ជាណាបាទអញ្ចឹងមានន័យថាបេក្ខជនគឺនៅពេលដែលមុនប្រឡងគឺច្បាស់ជាទី1គឺត្រៀមមេរៀនសម្រាប់ខ្លួនឯងណាបាទអញ្ចឹងគឺត្រូវក្តោបក្តាប់មេរៀនណាដែលជាមេរៀនដែលយើងគិតថាក្រសួងអប់រំភាគច្រើនចេញប្រឡងហើយតើភាគច្រើនថ្នាក់ទី12មេរៀនមួយគេចេញកម្រិតណាបាទហើយក្នុងលក្ខណៈសម្បត្តិចំណេះដឹងហ្នឹងគឺបេក្ខជនត្រូវប្រកែកអនុវត្តទេមានន័យថាបេក្ខជនគឺមានការវឹកហាត់ធ្វើលំហាត់ចាស់និងវិញ្ញាសាប្រឡងឆ្នាំមុនឲ្យបានច្រើនដងបាទអញ្ចឹងក្នុងន័យនេះគឺមានន័យថាគេចោលលក្ខណៈសម្បត្តិដើម្បីត្រៀមប្រឡងបានគឺបេក្ខជនហ្នឹងគឺឧស្សាហ៍វឹកហាត់បាទមានន័យថាឧស្សាហ៍អនុវត្តនៅលំហាត់ចេញឆ្នាំមុនបាទគឺវិញ្ញាសាចាស់ដែលធ្លាប់ប្រឡងឆ្នាំមុនហ្នឹងគឺយកមកអនុវត្តបាទចំណុចទី3គឺយល់ដឹងព័ត៌មានមានន័យថាតាមដានការវិភាគប្រឡងបទវិជ្ជាផ្ទៃក្នុងនិងការណែនាំពីក្រសួងអប់រំបាទអញ្ចឹងនៅក្នុងន័យនេះមានន័យថាបេក្ខជនគឺត្រូវតែដឹងនៅព័ត៌មានរបស់ខ្លួននៅពេលវេលានៃការប្រឡងហ្នឹងអញ្ចឹងបើសិនជាបេក្ខជនតាមអត់តនៅក៏បេក្ខជនមិនដឹងនៅថ្ងៃវិភាគប្រឡងទេគឺបេក្ខជនគឺច្បាស់ជាបរាជ័យបាត់ហើយណាអញ្ចឹងចំណុចទីសំខាន់នេះគឺត្រូវផ្ដោតនៅព័ត៌មានពីពេលវេលាហើយមួយទៀតគឺបទជាផ្ទៃក្នុងឬក៏ដីណែនាំពីក្រសួងអប់រំអញ្ចឹងនៅក្នុងនេះគឺនៅពេលដែលប្រឡងគឺក្រសួងអប់រំតែងតែមានបទវិជ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនហាមមិនឲ្យធ្វើអីណាហាមមិនឲ្យធ្វើអីឬក៏ហាមមិនឲ្យយកវត្ថុអ្វីដែលត្រូវយកចូលក្នុងមណ្ឌលប្រឡងណាចឹងនេះគឺជាព័ត៌មានលក្ខណៈសម្បត្តិរបស់បេក្ខជនដែលត្រូវមានក្នុងប្រឡងបាទបន្តទៀតចំណុចទី2គឺផ្នែកវិន័យហើយនិងស្មារតីនៅក្នុងបន្ទប់ប្រឡងបាទអញ្ចឹងក្នុងន័យនេះចង់មានន័យយ៉ាងដូចម្ដេចលក្ខណៈសម្បត្តិផ្នែកស្មារតីនិងវិន័យទី1គឺគោរពវិន័យដាច់ខាតគឺចង់សំដៅថាមិនយកសម្ដៅឯកសារទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិកចូលទៅក្នុងបន្ទប់ប្រឡងឡើយបាទអញ្ចឹងបទជានេះស្ថិតនៅក្នុងនៃឬក៏បទជាផ្ទៃក្នុងរបស់គ្រូអប់រំហើយទី2ត្រូវជឿជាក់លើខ្លួនឯងមិនលួចចម្លងគ្នាមិនបង្កសំឡេងរំខាននិងដោះស្រាយវិញ្ញាសាដោយសមត្ថភាពផ្ទាល់ខ្លួនបាទទី3គ្រប់គ្រងនៅពេលវេលាគឺត្រូវបែងចែកពេលវេលាធ្វើលំហាត់ឲ្យបានច្បាស់លាស់និងមិនត្រូវចំណាយពេលលើលំហាត់ពិបាកតែមួយខ្លាំងពេកទេបាទអញ្ចឹងនៅក្នុងន័យនេះគឺល្អបាទបើសិនជាបេក្ខជន
ទី1គឺមានវិន័យដាច់ខាតដែលគេហាមមិនឲ្យធ្វើបាទទី2គឺត្រូវជឿជាក់លើខ្លួនឯងណាហើយទី3គឺចិត្តគ្រប់គ្រងពេលវេលាអញ្ចឹងក្នុងវិញ្ញាសាមួយគឺតែតែមានពេលវេលាណាវិញ្ញាសាខ្លះគឺមានរយៈពេល90នាទីវិញ្ញាសាខ្លះមានរយៈពេល120នាទីបាទហើយក៏វិញ្ញាសាខ្លះក៏មានរយៈពេល60នាទីដែរទៅតាមប្រភេទនៃវិញ្ញាសាហើយទៅតាមផ្នែកនៃមុខវិជ្ជាសង្គមឬក៏វិទ្យាសាស្ត្របាទនេះចូលដល់ទៀតនេះចំណុចទី2គឺគាត់ពាក់ព័ន្ធទៅនឹងផ្នែកស្មារតីនិងជំនាញឥឡូវយើងចូលទៅដល់ផ្នែកទី3គឺលក្ខណៈសម្បត្តិនៃភាពនិងចិត្តសាស្ត្របាទចំណុចទី3នេះគឺដោតសំទៅលើផ្នែកភាពបាទអញ្ចឹងសុខភាពហើយនិងចិត្តសាស្ត្រនេះគឺក៏ជារឿងមួយថាដែរសម្រាប់ប្រជាជនណាបើសិនជាមុនថ្ងៃកន្លងតែប្រជាជនចំណាយឬក៏ប្រឹងពុកមកភាពមិនបានដេកជាគ្រប់គ្រាន់គឺធ្វើឲ្យសុខភាពគឺមានការខកខានជាច្រើនហើយដល់ពេលដល់ថ្ងៃកន្លងគឺជាខ្លួនទៅជាអាសាយឬក៏ពីអីក្រុមនឹងផ្សេងៗទៅអានឹងគឺសារៈគេខ្ញុំមកសម្រាប់ផ្នែកសុខភាពណាអញ្ចឹងសូមបរិយាយទៅលើលក្ខណៈសម្បត្តិនៃសុខភាពនិងចិត្តសាស្ត្របាទទៅទី1គឺរក្សាភាពស្ងប់ស្ងាត់មានន័យថាត្រូវចិត្តគ្រប់គ្រងអារម្មណ៍ឲ្យមិនឲ្យភ្លេចខ្លាចឬក៏ធ្លាក់ទឹកចិត្តនៅពេលជួបជំងឺបាក់ដល់បាទអញ្ចឹងឡើយហ្នឹងគឺទៅមានស្មារតីបាទឲ្យបានល្អបាទហើយសុខភាពរាងកាយនៅក្នុងនេះគឺផ្សេងបានគ្រប់គ្រាន់ហូបអាហារមានអនាម័យដើម្បីកុំឲ្យមានជំងឺប្រចាំចំថ្ងៃកន្លងមានជំងឺចំថ្ងៃកន្លងអញ្ចឹងយើងធ្លាប់បានទទួលព័ត៌មានរាប់ឃើញព័ត៌មានបេក្ខជនឆ្នាំទៅណាដល់ថ្ងៃកន្លងនៅពេលដែលបេក្ខជនខ្លះគឺសន្លប់ណាបេក្ខជនខ្លះក៏បោះបង់ឱកាសក្នុងការប្រឡងជាដើមណាពេលផ្នែកសុខភាពរាងកាយយើងមិនអាចទ្រាំទ្របាននឹងចំណុចចុងក្រោយនេះគឺការរៀបចំសម្ភារៈជាទូទៅគឺសម្ភារៈគឺយើងត្រូវត្រៀមមុនមួយថ្ងៃឬក៏2ថ្ងៃអញ្ចឹងសម្ភារៈគឺត្រូវត្រៀមបេកបាទបន្ទាត់ចលុបហើយស្កាត់ស្គាល់ខ្លួនឲ្យបានរាល់មុនថ្ងៃកន្លងណាអញ្ចឹងត្រូវត្រៀមលក្ខណៈសម្បត្តិទាំងឲ្យបានជាមុនណាមុនឈានចូលដល់ថ្ងៃកន្លងបាទចំណុចចុងក្រោយនេះគឺលក្ខណៈសម្បត្តិក្នុងថ្ងៃកន្លងរបស់បេក្ខជនគឺផ្ដោតសំខាន់ទៅលើសិលធម៌បាទអញ្ចឹងសិលធម៌នេះគឺយើងផ្ដោតទៅលើពីចំណុចទី1គឺបេក្ខជនត្រូវគោរពគណៈកម្មការបាទមានន័យថាយើងត្រូវស្ដាប់បង្គាប់បង្គាប់ណាត្រូវស្ដាប់បង្គាប់ទៅស្ដាប់ហេតុផលរបស់គណៈកម្មការឬក៏អនុរិយហ្នឹងចឹងគណៈកម្មការបង្ហាញការគោរពចំពោះឲ្យគ្រូដែលជាអនុរិយនិងប្រធានបុលចឹងបេក្ខជនគឺត្រូវមានសិលធម៌ជាមួយនឹងអនុរិយឬក៏ប្រធានបុលណាហើយផ្នែកចុងក្រោយគឺសេចក្តីថ្លៃថ្នូរបេក្ខជនគឺត្រូវរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងមិនធ្វើឲ្យមានសកម្មភាពណាដែលប៉ះពាល់ដល់បេក្ខជនដទៃណាបាទអញ្ចឹងដូចជាចំថ្ងៃកន្លងស្រាប់តែមានបញ្ហាជាគ្នាហើយក៏ដាក់គ្នាអីអានឹងបញ្ហាធំណាអូខេអញ្ចឹងវីដេអូរបស់គឺជចូលដល់ទូបញ្ចប់ហើយអញ្ចឹងជាចុងក្រោយគឺលោកគ្រូសូមជូនពរបេក្ខជនក្នុងថ្ងៃកន្លងទី10សីហាខាងនេះគឺជួបតែនៅរឿងល្អបាទហើយនឹងទទួលបានលទ្ធផលល្អទាំងអស់គ្នាណាបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់គ្រូតាំងពីដើមដល់ចប់ណាបាទអរគុណច្រើន